ហេសួស្តីអ្នកទាំងអស់គ្នាខ្ញុំណាពេលនេះយើងមកតាមដានសាច់រឿងរបស់យើងជាបន្តទៀតតែមុននឹងចូលទៅដល់ការសម្រាយវីដេអូ admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចុច subscribe ក៏ដូចជាឲ្យមេដៃ admin ម្នាក់មួយផងដែរនៅក្នុងអេពីសូតទី9នេះសាច់រឿងបានចាប់ផ្ដើមឡើងនៅពេលដែលឈីនយ៉ាងនិងអប៉ែលីនវៃបានហក់ទៅប្រយុទ្ធគ្នាពួកគេទាំងពីរបានប្រយុទ្ធគ្នាឆ្វាច់ចុះឆ្វាច់ឡើងនៅលើអាកាសល្បឿនរបស់ពួកគេពិតជាលឿនណាស់មើលមិនចង់ទាន់ទេខណៈពេលនោះអប៉ែម្នាក់នេះបានគូសរូបពួកគេប្រយុទ្ធគ្នាដើម្បីលក់យកលុយប៉ៅអូនញ៉ាំស៊ុបរូបដែលគាត់គូសពិតជាមានអ្នកចង់បានច្រើនណាស់ដែលធ្វើឲ្យពួកគេដណ្ដើមគ្នារហូតដល់លហែកចំណែកឯឈីនយ៉ាងនិងអប៉ែលីនវៃនៅតែបន្តប្រយុទ្ធគ្នាដដែលទេពួកគេទាំងពីរបានវាយចុះវាយឡើងវាយឆ្វេងវាយស្ដាំមានឱកាសឈីនយ៉ាងរបស់យើងក៏បានម៉ាត់អប៉ែលីនវៃមួយដៃបែកឈាមខ្ចាយដែលធ្វើឲ្យវាខ្ទាតទៅក្រោយជិត80ម៉ែត្របន្តមកឈីនយ៉ាងរបស់យើងក៏បានហោះទៅតាមគាត់និយាយថាបើមិនទាន់ងាប់ទេឡើងមកឆាប់បានប្រយុទ្ធគ្នាទៀតពេលនោះអប៉ែលីនវៃបាននិយាយថារឿងរ៉ាវរបស់យុនសៀននិងលីនប៉ៃហួរក៏ដូចជារឿងដែលពាក់ព័ន្ធជាមួយក្រុមចចកដែកតតវាជាអ្នករៀបចំឡើងទាំងអស់តែឯងចូលចិត្តការរៀបចំរបស់យើងដែរទេឈីនយ៉ាងរបស់យើងតបថាគាត់អាចទាយដឹងមុនយូរហើយបន្តមកអប៉ែលីនវៃបានប្រើប្រាស់ធម្មពលបិសាចដែលធ្វើឲ្យនៅជុំវិញខ្លួនវាផុសចេញនៅក្បាលខ្មោចជាច្រើនឆ្មាបែកឆ្នាំឃើញហើយនិយាយថាអប៉ែហ្នឹងក៏ក្រិចខ្លាំងណាស់ពេលនោះអប៉ែលីនវៃបានប្រមូលផ្ដុំធម្មពលរបស់វាចេញទៅមួយទំហឹងតែក៏ត្រូវបានឈីនយ៉ាងរបស់យើងប្រើប្រាស់បាតដៃទប់ទល់ដោយងាយផងដែរអប៉ែលីនវៃបានបន្តប្រើប្រាស់ក្បាលខ្មោចបិសាចរបស់វាប្រហារទៅលើឈីនយ៉ាងចំណែកឈីនយ៉ាងរបស់យើងមិនត្រឹមតែទប់ទល់ដោយងាយទេគាត់នៅឆ្លៀតចម្រាញ់ក្បាលខ្មោចទាំងនោះទៅជាត្បូងវិញ្ញាណទៀតផងដែលមើលទៅមិនអាចយកឈ្នះឈីនយ៉ាងរបស់យើងបានអប៉ែលីនវៃបានប្រមូលផ្ដុំធម្មពលរបស់វាបង្កើតទៅជាក្បាលខ្មោចដ៏ធំមួយហើយបញ្ជាឲ្យដេញខំឈីនយ៉ាងរបស់យើងផ្ទុះផោងផាំងពេញមេឃរីឯអ្នកទស្សនានៅទីនោះក៏នាំគ្នានិយាយថាលីនវៃគឺជាអ្នកស្នងតំណែងនៃគ្រូសាតកូលីនបើលីនវៃចាញ់ច្បាស់ណាស់គ្រូសាតកូលីនមិនឲ្យឈីនយ៉ាងរួចខ្លួនទេចំណែកឯមនុស្សដែលមកពីសាលាធានយាននិងមនុស្សដែលមកពីគ្រូសាសាងគន់ក៏តាមប្រមាញ់ឈីនយ៉ាងជាមួយគ្នាដែរចំណែកឈីនយ៉ាងរបស់យើងមិនខ្វល់ទេពេលនោះគាត់បានវាយប្រហារលីនវៃឲ្យធ្លាក់ចុះមកខាងក្រោមមិនអស់ចិត្តឈីនយ៉ាងរបស់យើងក៏បានហោះមកតាមនិងម៉ាត់វាមួយដៃបង្ហើយចុងក្រោយផងដែរបន្ទាប់មកពេលលីនវៃបានធ្លាក់ចុះខ្ពៀកដេកភ្លឹងនៅកន្លែងកើតហេតុហើយមុនពេលដែលវាងាប់វាបានសម័យនឹកឃើញកាលពីក្មេងពេលនោះវាបានប្រយុទ្ធចាញ់ឈីនយ៉ាងហើយក៏ត្រូវបានគេស្ដីបន្ទោសឲ្យវាជាខ្លាំងពេលនោះវាសុកចិត្តរៀនយុទ្ធសាស្ត្របិសាចដើម្បីមានឱកាសប្រយុទ្ធឈ្នះឈីនយ៉ាងនៅពេលក្រោយតែពេលនេះវានៅតែប្រយុទ្ធចាញ់ឈីនយ៉ាងរបស់យើងដដែលដែលធ្វើឲ្យវាអស់សង្ឃឹមហើយក៏ដាច់ខ្យល់ងាប់បាត់ទៅអេដមីនមើលទៅខ្សែជីវិតរបស់វាគួរអាណិតខ្លះដែរតែនៅចាញ់ខ្សែជីវិតរបស់អេដមីនទេអេដមីនឡើងស្មោះមិនគូណាសង្សារសំបី5នាក់ក្នុងពេលតែមួយកើតមកស្មោះគេធ្វើបាបខណៈពេលនោះឈីនយ៉ាងរបស់យើងបានបោះត្បូងវិញ្ញាណឲ្យឆ្មាបែកថ្នាំជួយចម្រាញ់បន្ទាប់ពីវាចម្រាញ់រួចត្បូងនោះក៏បានប្រែពណ៌ពីពណ៌ស្វាយទៅពណ៌បៃតងហើយឈីនយ៉ាងរបស់យើងប្រាប់ថាត្បូងវិញ្ញាណនេះគឺទុកសម្រាប់លបងយុនសៀនអាម៉េចទេក្រែងយុនសៀនស្លាប់ហើយនឹងហើយអ្នកនរគ្នាប្រហែលជាខ្ញុំបកប្រែខុសគាត់ក្បែរស្លាប់ហើយខ្ញុំច្រឡំថាគាត់ស្លាប់អធិស្ឋានអេដមីនផងគ្នាយើងមកឥឡូវយើងចូលដល់សាច់រឿងយើងវិញខណៈពេលនោះមនុស្សដែលមកពីសាលាធានយាននិងមនុស្សដែលមកពីគ្រូសាសាងគន់បាននាំគ្នាហក់ចូលវាយប្រហារឈីនយ៉ាងរបស់យើងដើម្បីសងសឹកអប៉ែលីនវៃពេលនោះឈីនយ៉ាងរបស់យើងប្រើតែម្ដាយទេធ្វើឲ្យគ្នារបស់វាទាំង6នាក់ហ្នឹងងើបឡើងរួចទៀតរីឯអ្នកដែលបានមកទស្សនានៅទីនោះបានបើកភ្នែកធំៗហើយនិយាយថាចុំថើម៉េះខណៈពេលនោះអប៉ែយុនហ្វានក៏បានឃើញហេតុការណ៍ទាំងអស់នេះដែរវាបានបញ្ជាកូនចៅរបស់វាឲ្យទៅនិយាយចរចាជាមួយឈីនយ៉ាងកូនចៅរបស់វាបាននិយាយទៅកាន់ឈីនយ៉ាងថាពេលនេះឯងបានសាងបញ្ហាធំដាក់ខ្លួនហើយតែឈីនយ៉ាងរបស់យើងបានតបថាមានធំមកពីណាគ្រាន់តែបំផ្លាញក្រុមចចកដែកមានបញ្ហាជាមួយគ្រូសាតកូលីននិងសម្រាប់អាកូនលីនវៃដែលធ្វើឲ្យកូនស្រីច្បងនៃគ្រូសាសាងគន់មីម៉ាយតែប៉ុណ្ណឹងតាចាស់ដែលជាកូនចៅអប៉ែយុនហ្វានបាននិយាយថាមនុស្សដែលមកពីគ្រូសាទាំងអស់នោះនឹងតាមសម្លាប់ឯងតែបើឯងចូលរួមជាមួយពួកយើងមនុស្សដែលមកពីគ្រូសាទាំងអស់នោះគឺមិនហ៊ានធ្វើអ្វីឯងទេពេលនោះអប៉ែយុនហ្វានក៏បានបង្ហាញខ្លួនចុះមកផងដែរធ្វើឲ្យស្រីៗដែលមកមើលការប្រកួតនៅទីនោះមានការជ្រួលជ្រើងគ្រប់គ្នាអេដមីនគិតថាសម្រស់របស់វាក៏មិនស្អាតអីប្រមាណដែរតែប្រហែលជាមកពីឋានៈរបស់វាហើយមើលទៅបានជាធ្វើឲ្យស្រីៗចាប់អារម្មណ៍ខ្លាំងបែបនេះបន្ទាប់មកកូនចៅអប៉ែយុនហ្វានបាននិយាយបន្ថែមទៅកាន់ឈីនយ៉ាងរបស់យើងថាឲ្យតែព្រមចូលរួមជាមួយពួកវាមេរបស់វានឹងផ្ដល់ងារជាអ្នកការពារពិសេសឲ្យឈីនយ៉ាងរបស់យើងពេលនោះឈីនយ៉ាងរបស់យើងបានសើចហើយនិយាយថាមេរបស់ឯងវាគ្រាន់តែជាមនុស្សអត់បានការម្នាក់ហ្នឹងវាលយរាល់ថ្ងៃដោយសារតែមានគ្រូសានិងជីតារបស់វានៅពីក្រោយខ្នងហើយថ្ងៃនេះខ្ញុំនឹងធ្វើឲ្យវារលាយបាត់ពីលើលោកនេះលើដូច្នេះកូនចៅអប៉ែយុនហ្វានបានសុំមេរបស់វាទៅសម្លាប់ឈីនយ៉ាងរបស់យើងតែអប៉ែយុនហ្វានដែលជាមេរបស់វាបានប្រាប់ថាកុំសម្លាប់វាអីគ្រាន់តែបំផ្លាញវិជាគុណនិងកាត់សរសៃដៃសរសៃជើងដោយបងប្អូនជីដូនមួយរបស់វាទៅបានហើយពេលនោះឈីនយ៉ាងរបស់យើងបានតបថាជីវិតរបស់ឯងដូចជាធ្វើរឿងអាក្រក់ច្រើនណាស់ហើយរឿងដែលកាន់តែអាក្រក់សម្រាប់ឯងគឺឯងធ្វើបាបចំគ្រូសារបស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងធ្វើប៉ាសពតឯងទៅលេងឋាននរកខណៈពេលនោះអ្នកដែលមកចូលរួមទស្សនានៅទីនោះបាននាំគ្នាភ្នាល់ថាឈីនយ៉ាងរបស់យើងច្បាស់ជាចាញ់ពួកគេបានដាក់ភ្នាល់មាសប្រាក់របស់គេដែលមានទាំងអស់និងសូម្បីតែប្លង់ផ្ទះក៏ពួកគេដាក់ភ្នាល់ដែរតែយីប៉ែនេះចម្លែកខុសគេលេងភ្នាល់ដាក់ប្តីហ្មងអេដមីនឆ្ងល់ថាពេលភ្នាល់ដាក់ប្តីអញ្ចឹងពេលឈ្នះគេសងអីទៅ
បន្ទាប់មកកូនចៅអប៉ិយយន់ហ្វានបានបញ្ចេញចំហាយថាមពលដ៏ខ្លាំងដែលធ្វើឲ្យអ្នកទស្សនានៅជុំវិញទីនោះពិបាកក្នុងការទប់ខ្លួនហើយគាត់ក៏ប្រែក្លាយទៅជាសត្វចចកដ៏ធំមួយហក់វាយប្រហារជញ្ជាំងរបស់យើងតែជញ្ជាំងរបស់យើងឈរប្រឹងធ្វើដូចអត់មានរឿងអីកើតឡើងខណៈដែលចចកនោះហក់ទៅជិតដល់ជញ្ជាំងរបស់យើងពេលនោះស្រាប់តែមានគ្រាប់ព្រួញមួយហោះតម្រង់ទៅចចកនោះឆ្វាច់ដែលធ្វើឲ្យវារលាយបាត់ហើយក៏ធ្វើឲ្យកញ្ចាស់ម្នាក់នោះទទួលបានម៉ូតសក់ថ្មីផងដែរអ្នកទាំងអស់គ្នាហាមសោយគាត់ប្រយ័ត្នបាបហើយអ្នកដែលបានបាញ់ព្រួញជួយជញ្ជាំងរបស់យើងនៅពេលនោះច្បាស់ណាស់គឺគ្មានអ្នកណាក្រៅពីអូនរ៉ែនជូរបស់យើងទេបន្ទាប់មកកញ្ចាស់នោះក៏បានបដូរគោលដៅទៅវាយប្រហារអូនរ៉ែនជូវិញម្ដងពេលនោះក៏ត្រូវបានអូនរ៉ែនជូបាញ់មកព្រួញពីរព្រួញ3ព្រួញហើយក៏ធ្វើឲ្យកញ្ចាស់ម្នាក់នោះជំរាបលាទៅបើកលុយមុនបាត់ទៅអាកូនយន់ហ្វានឃើញបែបនេះធ្វើឲ្យវាភ័យជាខ្លាំងពេលនោះវាបានហោះរត់គេចតែក៏ត្រូវជញ្ជាំងរបស់យើងហោះទៅកាក់មុខជាកណ្ដាប់ដៃពោពេញដោយចំហាយធម្មពលសុទ្ធវាម្ដាយម៉ាំងធ្វើឲ្យវាខ្ទាតទៅម្ខាងដោយមើលទៅវាមិនអាចរត់រួចពេលនោះវាបានបញ្ចេញសត្វល្អិតម្យ៉ាងហើយក្រោយពេលដែលវាសម្រក់ឈាមដាក់លើសត្វល្អិតនោះរួចស្រាប់តែសាកសពកញ្ចាស់ដែលជាកូនចៅរបស់វាបានបញ្ចេញនៅវងសត្វល្អិតជាច្រើនហើយវាក៏បានបញ្ជាឲ្យវងសត្វល្អិតទាំងនោះទៅវាប្រហារឈាមយ៉ាងរបស់យើងមើលទៅសត្វល្អិតទាំងអស់នោះបានរួមឈាមយ៉ាងរបស់យើងចិត្តសូម្បីតែអ្នកដែលនៅទស្សនាជុំវិញទីនោះក៏គិតថាឈាមយ៉ាងរបស់យើងច្បាស់ជាចាញ់ផងដែរតែពួកគេគិតខុសហើយព្រោះពេលនោះអាឆ្មាបែកថ្នាំបានស្រូបយកវងសត្វល្អិតទាំងអស់នោះហើយក៏លេបចូលក្នុងពោះគ្មានសល់មួយជាតិរបស់គេវ៉ៃពេលនោះធ្វើឲ្យអប៉ិយយន់ហ្វានមានការខឹងជាខ្លាំងហើយវាក៏បានទាញកូនសត្វរបស់វាបំរុងនឹងបញ្ចេញវងសត្វល្អិតបន្ថែមទៀតតែក៏ត្រូវបានអូនរ៉ែនជូបាញ់មួយព្រួញចំសត្វល្អិតនោះធ្វើឲ្យវាងាប់បាត់ហើយក៏បានជះឥទ្ធិពលដល់អប៉ិយយន់ហ្វានដែលធ្វើឲ្យវាក្អួតឈាមផងដែរពេលនោះវាបានហោះឡើងទៅលើបញ្ចេញនូវចំហាយធម្មពលដ៏ខ្លាំងវានិយាយថាទោះបីជាវាដុតបំផ្លាញធម្មពលចុងក្រោយរបស់វាក៏ដោយក៏វាត្រូវតែយកឈាមយ៉ាងរបស់យើងទៅជាមួយដែរបន្ទាប់មកវាបានប្រើចំហាយធម្មពលទាំងអស់វាប្រហារមកលើឈាមយ៉ាងរបស់យើងចំណែកឯឈាមយ៉ាងរបស់យើងបានញញឹមបន្តិចនិងលើកដៃថ្នមៗទៅទប់ធម្មពលរបស់វាហើយបន្ទាប់ពីឈាមយ៉ាងរបស់យើងនឹងអាចឆ្មាបែកថ្នាំបានផ្លុំភ្លើងបន្តិចចំហាយនោះក៏ជះត្រូវអប៉ិយយន់ហ្វានធ្វើឲ្យវាធ្លាក់ចុះមកខាងក្រោមខណៈនោះស្រោមដៅរបស់ឈាមយ៉ាងក៏បានហោះមកបង្ហើយវាតាមក្រោយផងដែរជាលទ្ធផលអប៉ិយយន់ហ្វានក៏បានរលាយคล้ายជាធូលីដីបាត់ទៅចំណែកអ្នកដែលបានភ្នាល់ថាឈាមយ៉ាងរបស់យើងចាញ់ទាំងអស់នោះនាំគ្នាយំស្ដាយប្លង់ផ្ទះគ្រប់គ្នាតែបើយីប៉ិម្នាក់នេះវិញចាញ់អស់ប្តីមួយហើយមានយំអីបន្តិចពេលនោះអាឆ្មាបែកថ្នាំសប្បាយចិត្តជាខ្លាំងនៅពេលដែលវាទទួលបានទ្រព្យសម្បត្តិជាច្រើនចំណែកឈាមយ៉ាងរបស់យើងក៏បានឲ្យមេដាយមួយផងដែរហើយសាច់រឿងរបស់យើងក៏កាន់មកដល់លើកំពូលភ្នំមួយពេលនោះអូនរ៉ែនជូបាននិយាយទៅកាន់ឈាមយ៉ាងថាពេលនេះពួកយើងគូតែរំសាយកិច្ចព្រមព្រៀងទៅបើតាមកម្លាំងរបស់លោកទោះបីជាអត់ខ្ញុំក៏លោកអាចដោះស្រាយបញ្ហាទាំងអស់នេះបានដែរចំណែកឈាមយ៉ាងរបស់យើងបានតវិញភ្លាមថាមើលកុំនិយាយចឹងមើលពេលនេះគាត់ទើបតែចាត់ការពួកអាចកចាមបានប្រមាណអ្នកហ្នឹងនៅមានមេខ្លោងធំនៅពីក្រោយទៀតក៏មិនទាន់បានចាត់ការផងណាមួយពេលដែលគាត់រករូបរាងពិតនៃដាតភ្លើងរបស់គាត់ឃើញគាត់នឹងអាចព្យាបាលនាងឲ្យជា100%បានហើយពេលនោះអូនរ៉ែនជូប្រាប់ថាអញ្ចឹងធ្វើតាមកិច្ចព្រមព្រៀងក៏បានអាប៉ែនេះប៉ិនរកទំនុកនៅក្បែរគេមែនណាបន្ទាប់មកឈិញយ៉ាងរបស់យើងបានខ្ចីផ្លាកសញ្ញាសមាគមចម្រាញ់ថ្នាំពីអូនរ៉ែនជូតែបន្ទាប់ពីឃើញអូនរ៉ែនជូហាក់ដូចជាស្ទាក់ស្ទើរគាត់ប្រាប់ថាចាំគាត់ជួយព្យាបាលឲ្យនាង3ខែបន្ថែមទៀតពេលនោះអូនរ៉ែនជូក៏ព្រមឲ្យផ្លាកសញ្ញានោះទៅគាត់នាងបានប្រាប់ថាយកផ្លាកសញ្ញានេះទៅព្យួរមុខខ្លងទ្វារគ្រូសាតកោយន្តទៅក្នុងរយៈពេល3ខែនេះច្បាស់ជាគ្មានអ្នកហ៊ានឈ្លានពានទេបន្ទាប់មកនាងក៏បានចាក់ចែងពីទីនេះហើយសាច់រឿងរបស់យើងអេពីសូតនេះក៏ចប់តែត្រឹមនឹងឯងអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយ